សួស្តីអ្នកទាំងអស់គ្នានេះដែរខ្ញុំនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីការព្យាបាលនៅពេលដែលយើងមានរបួសអញ្ចឹងនៅពេលដែលយើងមានរបួសគឺមានអាការៈចំនួន2ទី1គឺយើងមើលនៅលើ map របស់យើងហ្នឹងឃើញមានពណ៌ក្រហមហើយទី2គឺយើងមើលទៅលើដៃនៅពេលដែលយើងចាប់កែងដៃលោតអញ្ចឹងមានន័យថាយើងមានរបួសហើយអញ្ចឹងយើងត្រូវទៅព្យាបាលហើយមួយទៀតនៅពេលដែលយើងស្វឹងក៏យើងទៅព្យាបាលបានដែរបំបត្តិការស្វឹងអញ្ចឹងអ្នកទាំងអស់គ្នាទៅតាម map ដែលខ្ញុំបានបង្ហាញនៅខាងលើហ្នឹងទៅប៉ុន្តែយើងត្រូវមើលខាងឆ្វេងដៃជ្រើសយកជម្រើសទី2ខាងឆ្វេងដៃខាងលើយើងយកជម្រើសទី2ព្រោះជម្រើសទី2ហ្នឹងជា server រួមអញ្ចឹងយើងចូល server រួមទៅដើម្បីឲ្យគេជួយព្យាបាលតោះមកអ្នកទាំងអស់គ្នា teleport តាម map ដែលខ្ញុំបានបង្ហាញហ្នឹងទៅនៅពេលដែលអ្នកទាំងអស់គ្នាដល់ map ដែលខ្ញុំបានបង្ហាញហ្នឹងអ្នកទាំងអស់គ្នាឈរនៅកន្លែងជុំគ្នាហ្នឹងដើរចុះដើរឡើងទៅតតែចេញសញ្ញាគ្រីសអញ្ចឹងអ្នកទាំងអស់គ្នាចុចលើសញ្ញាគ្រីសហ្នឹងទៅសញ្ញាគ្រីសខាងឆ្វេងដៃហ្នឹងយើងចុចសញ្ញាគ្រីសទៅពេលខ្លះយើងត្រូវព្យាបាល2ឬក៏3ឬក៏4ទៅតាមស្ថានភាពនៃជំងឺជាក់ស្ដែងអញ្ចឹងយើងព្យាបាលតតែដាច់សញ្ញាពណ៌ក្រហមនៅលើ map តតែដាច់សញ្ញាហ្នឹងទៅចាំយើង teleport ចេញមកវិញមកហើយដល់ពេលដែល teleport ចេញមកវិញយើងចុចយកខាងឆ្វេងដៃខាងលើយកទី1វិញទី1គឺmap តខ្លួនហើយទី2គឺ map រួមអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ